បាទសួស្តីដល់ពុកម៉ែបងប្អូនបាទថ្ងៃនេះជាថ្ងៃដើមខែថ្មីបាទអញ្ចឹងតាមពិតបើយើងទិញតាំងពីថ្ងៃច័ន្ទថ្ងៃច័ន្ទចុងខែមុនចុងខែ9ឥឡូវដើមខែ10នេះចូលថ្ងៃទី1ថ្ងៃអង្គារបាទប៉ុន្តែថ្ងៃហុងស៊ុយយើងថ្ងៃច័ន្ទទេប៉ុន្តែយើងតំតនេបានយកមកហោះចែកជូនបងប្អូនបាទសូមជូនដំណឹងដល់បងប្អូនជាកសិករបាទដូចជាអ្នកស្រែចម្ការផ្សេងបងប្អូនមានស្រែច្រើនអាចតំណតំណងមកបានបាទដ្រូននៅខាងខេត្តពោធិ៍សាត់បាទអញ្ចឹងឥឡូវដ្រូនបានមាន2គ្រឿងអញ្ចឹងបងប្អូនដែលមានស្រូវស្រែច្រើនចម្ការធំច្រើនហ្នឹងអាចតំណតំណងមកបានបាទដ្រូនវាសិតតាបាទនោះក៏ប្រើមុនបាទអញ្ចឹងភាសាយើងបាញ់ឲ្យអតិជនយើងអត់ទាន់អញ្ចឹងបងប្អូនយើងមានស្រែច្រើនពេលខ្លះគាត់ឃើញដ្រូនយើងទួយឬក៏មួយអញ្ចឹងទៅគាត់អត់ហៅយើងបាញ់ប៉ុន្តែឥឡូវនេះយើងទិញដ្រូនបន្ថែមហើយអញ្ចឹងបងប្អូនអាចតំណតំណងបានសម្រាប់អ្នកនៅខេត្តពោធិ៍សាត់អ្នកនៅឆ្ងាយក៏បាញ់បានដែរបាត់ដំបងតើណាបាញ់បានប៉ុន្តែសំខាន់ឲ្យពុកម៉ែបងប្អូននោះមានស្រែរឿងច្រើនតិចបាទបានទៅបានអញ្ចឹងសម្រាប់អ្នកដែលមានវិស័យទិញដ្រូនកាន់ដ្រូនដូចគ្នាបាញ់ដំណាំស្រូវដូចគ្នានោះបងប្អូនដែលបាញ់អត់ទាន់សម្រាប់អតិជនបងប្អូននោះបងប្អូនអាចមកឲ្យតំណតំណងឲ្យខ្ញុំនឹងជួយបាញ់ឲ្យបានបាទហើយតម្លៃជើងសារយើងគិតចែកគ្នារស់ទៅបាទដើម្បីចងជាក្រុមទទួលបាញ់ឲ្យគេទៅបាទអញ្ចឹងយើងលែងបារម្ភរឿងបាញ់អតិជនយើងអត់ទាន់ទៀតហើយដោយសារតែយើងមាន2គ្រឿងសម្រាប់2ក្រុមបាទឲ្យទៅបងបាញ់ឲ្យអតិជនរបស់យើងបាទអញ្ចឹងក៏សូមចិត្តបងប្អូនជួយแชร์បាទដើម្បីឲ្យដល់អ្នកស្រែបានឃើញផងអ្នកនៅពោធិ៍សាត់បាទហើយលោកអត់រត់ដ្រូននេះបាញ់អត់ទាន់បានបាទអញ្ចឹងតែត្រង់មកមុនបានបាទសំពេលបន្ថែមបាទពីថ្ងៃទៀតព្រោះយើងធ្លាប់ការណានោះតែនេះធ្លាប់ការអញ្ចឹងយើងសិក្សាបន្ថែមទៀតតែសង្ឃឹមថានឹងឆាប់យល់ឆាប់ចេះចាស់ព្រោះអីដូចជាកន្លងមកយើងមិនពិបាកសម្រាប់យើងទេបាទអញ្ចឹងវាមិនជាយូរបាទអញ្ចឹងសូមពុកម៉ែបងប្អូនដែលប្រើក្នុងបណ្ដាញសង្គមជួយ share ទៅដល់អ្នកដែលប្រើប្រាស់ដ្រូនដូចគ្នាអ្នកដែលស្រែចម្ការហ្នឹងបាទបានឲ្យឃើញដល់ពួកគាត់ផងបាទអញ្ចឹងក៏សូមអរគុណច្រើន